នឿយហត់អស់កម្លាំងធុញថប់ឃ្លានឬក៏មានអារម្មណ៍ថាឆ្អែតអារម្មណ៍ទាំងអស់នេះអាចជំរុញឲ្យយើងស្ងាប់ឲ្យយើងបើកឆ្អឹងផ្គៀមស្ងាប់គឺជាកាយវិការសកលដែលអាចកើតមានលើមនុស្សលោកនិងសត្វមិនថាជាសត្វរស់ហោះហើរលើអាកាសក្នុងទឹកឬក៏លើគោកទេកាយវិការមួយនេះគ្មានបដូរផ្លាស់ទាល់តែសោះគ្មានការប្រែប្រួលហើយក៏គ្មានការវិវត្តទៅតាមពេលវេលាទៀតពិតជាគួរឲ្យចម្លែកមែននេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Olivier Wallinsky គ្រូពេទ្យឯកទេសជំងឺទូទៅដែលចូលនិវត្តន៍ទៅហើយនាពេលបច្ចុប្បន្ននេះនៅដែលកំពុងតែធ្វើការសិក្សាស្រាវជ្រាវអាការៈស្ងាត់តាំងតែពីជាច្រើនឆ្នាំមកហើយកាលពីដើមឡើយនៅក្នុងសម័យបុរេប្រវត្តិបើតាមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រក្រិកយល់ថាការស្ងាប់ហាមាត់កន្ត្រាក់សាច់ដុំដែលអចេតនានឹងអស់មួយទំហឹងច្រើនសតវត្សបន្តមកទៀតអ្នកស្រាវជ្រាវជនជាតិហូឡង់គិតថាអិរិយាបថស្ងាត់នេះបានបង្កើនចរន្តឈាមនិងបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនច្រើនដល់ខួរក្បាលគ្រប់គ្នាសុទ្ធតែជឿនិងយល់ដូចគ្នាទៅលើទ្រឹស្ដីចុងក្រោយនេះរហូតមកទល់នឹងសតវត្សទី18តែតាមការពិតទៅនេះមិនមែនជាសមត្ថកម្មដ៏ត្រឹមត្រូវឡើយការស្ងាប់មិនមែនជាការផ្ដល់អុកស៊ីហ្សែនបន្ថែមដល់ខួរក្បាលទេការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថាកម្រិតជាតិអុកស៊ីហ្សែននៅក្នុងឈាមបែរជាធ្លាក់ចុះទៅវិញក្រោយពីការស្ងាប់រួចភ្លាមនេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Wallinsky ដដែលដោយឡែករយៈពេលដែលមនុស្សស្ងាប់ខ្លាំងជាងគេក្នុងមួយជីវិតរស់នៅរបស់ខ្លួនគឺនៅពេលជាទារកនៅក្នុងផ្ទៃម្ដាយនៅរស់ក្នុងទឹកភ្លោះនៅឡើយទឹកភ្លោះគ្មានតួនាទីផ្ដល់អុកស៊ីហ្សែនឯណាហេតុដូច្នេះហើយបានជាអ្នកវិទ្យាសាស្ត្រអាចពន្យល់បានថាការស្ងាប់មិនមែនជាការបង្កើនកម្រិតអុកស៊ីហ្សែននៅក្នុងឈាមទេក៏ប៉ុន្តែដំណើរការនៃការស្ងាប់បានដាស់ប្រព័ន្ធប្រសាទមួយចំនួនឲ្យចូលរួមមកធ្វើអន្តរាគមន៍ជាមួយមានជាអាចប្រព័ន្ធប្រសាទដូប៉ាមីនដែលមានតួនាទីដ៏សំខាន់បំផុតក្នុងផ្នែកសម្រួលទំនាក់ទំនងប្រព័ន្ធប្រសាទមួយទៅប្រព័ន្ធប្រសាទមួយទៀតពលគឺជាអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍នៅពេលស្ងាប់មិនមែនមានតែមាត់ទេដែលហាចង្គ្រងនោះសាច់ដុំនៅបំពង់កបំពង់ខ្យល់ដកដង្ហើមគ្រាប់ពោនសាច់ដុំមុខកនិងផ្គាមក៏មានចំណែកចូលរួមនៅក្នុងការស្ងាប់នេះដែរស្ងាប់មាន3ដំណាក់កាលបន្តដោយអារម្មណ៍ស្រណុកស្រួលនិងធូរស្បើយទី1គឺស្រូបដង្ហើមចូលវែងយឺតដោយបើកមាត់យ៉ាងធំហាបើកបំពង់កដល់ទៅ4ដងធំជាងពេលមិនទាន់ស្ងាប់ចរន្តខ្យល់នៅក្នុងទ្រូងត្រូវបញ្ឈប់មួយភ្លែតហើយរន្ទឺសំឡេងធ្ងរស្រួលជួនដោយមានភ្ជាប់ជាមួយនឹងការទាញសរីរាង្គអវយវៈដៃជើងខ្លះផងហើយជួនអមដោយរំញោចក្រពេញទឹកភ្នែករហូតមានចេញទឹកភ្នែកមកក្រៅនិងជួនក៏អាចធ្វើឲ្យសរីរាង្គត្រជាក់ស្ដាប់អ្វីលែងឮមួយភ្លែតទៀតផងបញ្ចេញខ្យល់មកក្រៅវិញអមដោយការពន្លាសាច់ដុំបំពង់ដង្ហើមសាច់ដុំមុខនិងឈាមហើយក៏បិទមាត់មកវិញជាមួយនឹងអារម្មណ៍យ៉ាងស្រណុកសុខស្រួលសុសសាយពេញខ្លួនការស្ងាប់អាចអមដោយសំឡេងលាន់ឮខ្លាំងឬក៏តិចប្រែប្រួលទៅតាមចេតនារបស់មនុស្សតែចលនារបស់ដើមទ្រូងនិងសន្ទះរបាំងខណ្ឌចែកពោះពីទ្រូងខុសគ្នាស្រឡះនឹងការដែលស្ងាប់ដោយអាការៈធ្វើបើដូច្នេះសួរថាតើមានប្រយោជន៍អ្វីដែលមនុស្សសត្វលោកត្រូវស្ងាប់រហូតមកទល់ពេលនេះម៉ោងនេះការស្ងាប់នៅតែជាអាការៈដ៏ចម្លែកមួយដដែលការស្ងាប់ទំនងជាមានពាក់ព័ន្ធទៅនឹងវដ្តដំណេកនៅថ្ងៃលោកវេជ្ជបណ្ឌិត Wallinsky បានផ្ដល់សមត្ថកម្មមួយថាការស្ងាប់មានប្រយោជន៍និងតួនាទីជាអ្នករំញោចដាស់មនុស្សឲ្យមានការប្រុងប្រយ័ត្នសម្រាប់លោកវេជ្ជបណ្ឌិតពេញមួយថ្ងៃមនុស្សយើងបានបូកបង្កើនកត្តាងងកងងុយនិងនឿយហត់ជាច្រើនដល់ខួរក្បាលស្ងាប់គឺជាការសម្រួលដល់ការលុបបំបាត់កត្តាទាំងអស់នោះអ្នកស្រាវជ្រាវក៏កំពុងតែសិក្សាផ្ដោតទៅលើចំនួនមួយចំនួនជុំវិញស្ថានភាពពាក់ព័ន្ធទៅនឹងបរិបទដែលធ្វើឲ្យស្ងាប់ទំនងជាស្ដែងចេញឡើងនៅពេលដែលសីតុណ្ហភាពខួរក្បាលឡើងកម្ដៅដោយសារតែអារម្មណ៍ធុញទ្រាន់នឿយហត់អារម្មណ៍មានទុក្ខកង្វល់មិនស្រួលខ្លួនឬក៏នៅពេលដែលមានអាកាសធាតុក្ដៅខ្លាំងក្នុងករណីនេះការស្ងាប់គឺជាការបន្ធូរអារម្មណ៍ជាការស្វែងរកភាពស្ងប់ស្ងាត់បន្ទាប់ពីឡើងស្ត្រេសចំពោះសត្វការសិក្សាបានបង្ហាញឲ្យឃើញបន្ថែមទៀតថាឥរិយាបថស្ងាប់គឺជាសញ្ញាដែលអាចមានចំណងជាមួយនឹងចំណង់ផ្លូវភេទជាឧទាហរណ៍សត្វស្វាឈ្មោលជាមេវងតែងតែស្ងាប់មុនពេលរួមរយៈជាមួយនឹងញីអាកប្បកិរិយាបែបនេះនឹងត្រូវរលត់រលាយទៅវិញបាត់នៅពេលដែលសត្វឈ្មោលនោះបាត់តំណែងជាមេក្រុមចំពោះមនុស្ស
ការសិក្សាក៏បានបង្ហាញដែរថាការស្ងាប់អមដោយអាការៈទាញពន្យឺតអវយវៈរបស់ស្ត្រីគឺជាការសម្ដែងទឹកចិត្តថាមានចំណង់ផ្លូវភេទក៏ប៉ុន្តែពុំទាន់មានការពន្យល់បំភ្លឺអំពីទំនាក់ទំនងនិងចំណងរវាងការស្ងាប់និងតណ្ហានេះនៅឡើយទេក៏ប៉ុន្តែការស្ងាប់ខុសទម្លាប់អាចជាសញ្ញានៃជំងឺមួយចំនួនមានជំងឺខ្លះនិងការព្យាបាលជំងឺមួយចំនួនអាចធ្វើឲ្យមនុស្សយើងមានការប្រែប្រួលឥរិយាបថនិងផ្លាស់ប្ដូរបរិមាណនៃការស្ងាប់ជាទូទៅមនុស្សដែលមានសុខភាពល្អបរិបូរណ៍ជាធម្មតាអាចស្ងាប់ប្រមាណពី5ទៅ10ដងក្នុងមួយថ្ងៃតែអ្នកដែលមានជំងឺជាប់នឹងខ្លួនដូចជាមានជំងឺប្រព័ន្ធប្រសាទ Parkinson អ្នកប្រើប្រាស់ថ្នាំជំនួយប្រព័ន្ធប្រសាទអ្នកប្រព្រឹត្តគ្រឿងញៀនមិនសូវស្ងាត់ទេឬក៏លែងស្ងាត់សោះតែម្ដងផ្ទុយទៅវិញអ្នកដែលមានទទួលទានពពួកថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តអាចនឹងមានការស្ងាប់កើនឡើងច្រើនជាងមុនដោយមិនដឹងថាមុខពីមូលហេតុអ្វីនៅឡើយអ្នកជំងឺខ្លះដែលកំពុងទទួលទានថ្នាំព្យាបាលក្នុងពពួកគ្រួសារថ្នាំ Antidepresseur អាចមានអាការៈស្ងាប់ដល់ទៅ50ទៅ200ដងក្នុងមួយថ្ងៃហើយស្ងាត់ជាប់គ្នាម្ដងពី15ទៅ20ហាំអាការៈបែបនេះរំខានខ្លាំងណាស់ដល់អ្នកជំងឺទាំងសម្រាប់អ្នកជំងឺផ្ទាល់ខ្លួនសុខភាពរាងកាយនិងរំខាននៅក្នុងសង្គមការស្ងាត់ច្រើនជ្រុលក៏អាចជាសញ្ញាដាស់ប្រាប់ថាអ្នកមានជំងឺលើសឈាមនៅក្នុងខួរក្បាលដែលបណ្ដាលមកពីមានដុសដុំសាច់នៅក្នុងខួរក្បាលឬក៏អាចមានជំងឺអ្វីមួយទាក់ទងទៅនឹងទម្រង់នៃជំងឺឆ្កួតជ្រូកឬក៏ប៉ះពាល់ដល់ប្រព័ន្ធកោសិកាប្រព័ន្ធប្រសាទស្ងាប់គឺជាបាតុភូតដ៏ចម្លែកដែលទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងចិត្តសាស្ត្រខ្លាំងណាស់នៅប្រទេសបារាំងគេមានសុភាសិតមួយសរសេរថាអ្នកស្ងាត់ល្អនឹងធ្វើឲ្យមនុស្ស7អ្នកផ្សេងទៀតស្ងាត់តាមអ្នកអាចសើចយំនឹងសុភាសិតមួយឃ្លានេះតែលោកអ្នកទំនងបានស្ងាត់រួចទៅហើយឬក៏កំពុងស្ងាត់ផងនៅពេលអានអត្ថបទនេះលោកអ្នកប្រហែលជាបានធ្វើពិសោធន៍ដោយខ្លួនឯងហើយថានៅពេលមានអ្នកណាម្នាក់ស្ងាត់អ្នកក៏ស្ងាត់តាមដែរនោះសម្រាប់អ្នកស្រាវជ្រាវខ្លះនេះគឺជាសមត្ថភាពនៃការបញ្ជាក់អំពីការយល់ចិត្តចំពោះបុគ្គលម្នាក់ទៀតនៅពេលខួរក្បាលយើងឡើងកម្ដៅយើងបាត់បង់ភាពប្រុងប្រយ័ត្នហើយអ្នកដែលនៅជុំវិញខ្លួនក៏បាត់បង់ភាពប្រុងប្រយ័ត្នដូចគ្នានេះដែរដូច្នេះស្ងាប់នឹងធ្វើឲ្យគេស្ងាប់គឺជាការចម្លងសារទៅប្រាប់ក្រុមឲ្យនាំគ្នាចេះប្រុងប្រយ័ត្នការសិក្សាក៏បានបង្ហាញទៀតថាអារម្មណ៍ចម្លងស្ងាប់មានកាន់តែខ្លាំងប្រសិនបើអ្នកស្ងាប់នោះជាប់សាច់ឈាមយើងមនុស្សចំនួន3/4មានអារម្មណ៍ខ្លាំងតាក់ទងនឹងការស្ងាប់ឯចំណែក1/4មានចំណងខ្លាំងតែចំពោះក្រុមគ្រួសារជាប់សាច់សាលោហិតតែប៉ុណ្ណោះស្ងាប់ក៏អាចជាសញ្ញាជួងដាស់ប្រាប់ថាដល់ពេលវេលាដែលអ្នកត្រូវចូលសម្រាកឬក៏ទទួលទានអាហារនិងដល់ពេលវេលាដែលត្រូវធ្វើសមកាលកម្មហើយ